Brazil គ្រប់គ្រងរុញចោះមកជាបន្តទៀតឡើងពីលើដបូលទុកឡើងពីលើដបូលទុកឃ្លីចេញវិញស្លាយពី Matheus Cunha ហើយ pressing ចុងមកពីខាង Brazil ឱកាស Casemiro លើកបាល់ចូលមកឲ្យដល់ចេញតាត់មកក្បាល Goal Vini Jr ពីគ្រាប់ម្នាក់ឯងអូយបាទជីវិតបាល់ទាត់របស់ Vini Jr នឹងត្រូវចងចាំនៅក្នុងក្រៅបេះដូងប្រជាជនប្រេស៊ីលបាទចាប់ពីពេលនេះតទៅហើយបាទលេចធ្លោខ្លាំងមែនទែន Vini Jr 4គ្រាប់បាទ4គ្រាប់នៅក្នុងការប្រកួតបាទវគ្គសន្សំបន្ទុកសុទ្ធបាទគេថាមកប្រកួតស្ទើរតែមកគ្រាប់ចុចហើយបើយើងនិយាយពីមធ្យមភាពព្រោះថាប្រកួតទី1រកបានមួយគ្រាប់ប្រកួតទី2រកបានមួយគ្រាប់ចូលដល់ប្រកួតនេះបាទសុទ្ធ2គ្រាប់ម្នាក់ឯងយើងមកមើលការលើពី Casemiro បាទហើយក៏ផុតដៃអ្នកចាំទីដល់អត់បានទេในការស្លាយការ pressing ចុងមកបាទគុណភាពពិតប្រេស៊ីលលើកបាល់មកចំហបណ្ដោះស្រាយទេបាទនៅសល់បាទស្កុតម៉ាក់ថូមីណែអត់មែនទេបាទគឺPeterson មើលរៀងរើមើលសក់គាត់ស្តៀងបាទស្កុតម៉ាក់ថូមីណែដែរបាទនៅសល់បាទគឺគ្មានសល់ទេបាទក្បាលនេះបាទព្រោះថាឈរ free ម្នាក់ឯងដោយ Vini Jr តារាឆ្នាំដែលកាហៅមកពីក្លឹបបាល់ទាត់ Real Madrid 2-0 ចុងមកបាទទុកមួយស្រាលបាទទាញបាយបាទខ្លីបាទទាញចេញម្ដងកាពីយោអាយ៉ា Junior Goal 1-0 1 goal 3 match 3 goal Vinicius Junior បន្ទាប់ពីខ្សែការពារក៏ដូចជាអ្នកចាំទីខាង Scotland គាត់ថែមក្រែមថែមម្សៅនៅតបតែថែមគ្រឿងក៏លបូតបាទ Max Kenna អូយទាញឆ្មក់ល្អណាស់បាទ Vinicius Junior 1-0បាទអាយបាទ7នាទីបាទប្រេស៊ីលបាកានាំមុខ1-0ទៅលើក្រុមជម្រើសជាតិបាទ Scotland ណែបាទ Junior ថាយេបាទគ្មានមួយគ្មាន2គ្រាប់ក្នុងមួយប្រកួតប៉ុន្តែមានមួយគ្រាប់3ប្រកួតបាទកាពីតែនក្រុម Andrew Robertson បាទតែអញ្ចឹងទៅលេងដល់កម្រិតខ្ពស់ដែរបាទអញ្ចឹងបាទបាល់ទាត់អូមែនទេបាទមែន Andrew ទេ Max Kenna បាទតែប្រហែលគឺអត់បានទេប្រហែលផោងហីបាទមានទេកីឡាករដែលក៏ហៅមកពី Dinamo Zagreb បាទបញ្ជូនទៅបុកជាមួយនឹង Ryan ហើយក៏បាល់ឡងមកដល់ជើងជូនៀកឹបដាច់អ្នកចាំទីបាទ3ប្រកួតរកបាន3គ្រាប់ត្រឹមតែ7នាទីមានគ្រាប់បាន1គ្រាប់បាត់ហើយបាទអញ្ចឹងបងប្អូនដែលស្រឡាញ់គ្រាប់បាល់ច្រើនគឺថាមានសង្ឃឹមហើយបាទចូល over ទៀតគឺថាលុយសុទ្ធបាទហ្នឹងទេបាទ President ដាក់1គ្រាប់ហើយបាទអញ្ចឹងជូលៀងនឹងថាover ចូលហើយចារឹតសែនបាទសួស្ដីបាទជូនៀបាន3គ្រាប់ហើយបាទ3ប្រកួតបាទប្រកួតទី1 1-0បាន1គ្រាប់បាទប្រកួតទី2បាទ3-0មកហើយទីបាន1គ្រាប់ឥឡូវបាន1គ្រាប់ទៀតបាទតបស្រាលអាយ៉ូ Junior2-0បន្ទាប់ពីខ្សែការពារ Max Kenna របូតគ្រាប់ទី1បន្តមកដល់ខ្សែការពារ Jack Hendry បាទផ្្លាត់ឱកាសគ្រាប់បាល់ទី2ឲ្យមក Junior ឆ្មក់មកផ្លែត22នាទីបាទបាន2គ្រាប់បាទ2-0ល្អណាស់បងប្អូនអើយថ្ងៃនេះបាទគ្រាប់បាល់ប្រេស៊ីគឺសិតតែជាគ្រាប់បាល់ហុចដងបាទហុចបញ្ចុកពីខាងបាទ Scotland ទាំងពីរតែម្ដងថ្ងៃនេះបាទខ្សែការពារកណ្ដាលទាំងពីររូបរបស់ Scotland ហាក់បីដូចជាបាទមានសម្ពាធអ្វីមួយយ៉ាងបាទក្នុងចិត្តបាទនេះបងប្អូនយើងបាទ Jack Hendry បាទផ្ចែងបាទភ្លេចមើលក្រោយបាទហុចបាល់ឲ្យមក Junior ឆ្មក់បាទតាមចែងដែរបាទតែចែងអត់ទាន់បាទ Vinicius Junior បាទកាច់ប្រឡោះជើងបាទអ្នកចាំទី Agoscan បាទបញ្ចូលទីបានសម្រេច2-0បាទ Vinicius Junior បាទ Junior បាទឆ្មក់ពីក្រោយល្អណាស់បាទល្អណាស់បាទនេះកាត់មកមានអីទៀតបងប្អូនយើងបាទអ្នកចាំទីបាទបើកសរងរឿងធំដែរ2-0ដែរបាទយ៉ាងសម្រាប់បងប្អូនយើងបាទឆ្ងាញ់ហើយបាទជាមួយនឹងបាទ Samba Brazil បាទ2-0បាទសំលេងហូកញ្ជ្រៀវបាទកងរំពងបាទនៅក្នុងបាទកីឡដ្ឋានបាទគឺបាទ Hard Rock Stadium អាយ៉ាចាំមិនចេះបងប្អូនយើងបាទ checking goal សិនបាទអត់ទាន់ច្បាស់ទេបាទមានការរំខានទៅលើខ្សែការពារឬយ៉ាងណាបាញ់សម្រាប់កីឡាករបាទ Vinicius Junior បាទនេះបងប្អូនយើងមកមើលរូបភាពអគារតិចបាទមានការបាទនេះបាទលូកកលបាទពី Junior អាយ៉ា
ដកឬយ៉ាងណាបងប្អូនយើងបាទចាំអ៊ុតមើលទាំងអស់គ្នាបាទសម្រាប់បាទចលនារបស់បាទ Junior បាញ់មិញបាទទៅលើកីឡាករបាទខ្សែការពារបាទ Jack Henry ចាលោកអញ្ញាកដាលរបស់យើងបាទគឺកំពុងតែបាទផ្ទៀងផ្ទាត់ហើយបាទមើលអូខេអត់ទេបាទលោក Cesar Ramos អញ្ញាកដាលជាតិមីស៊ីកូបាទឲ្យឬមិនឲ្យគ្រូតោះថយសិនបាទ His Excellency បាល់នេះគឺបាទឲ្យឬមិនឲ្យបាទលោកអញ្ញាកដាលបាទអញ្ចឹងគឺអូដូចជាឲ្យទៅខាង Brazil ទៅហើយបាទអញ្ចឹង checking goal Junior 4គ្រាប់ហើយបាទសម្រាប់ក្រុមដកវិញហ៎បាទមិញលូត goal បាទចេញ4គ្រាប់វិញបាទឲ្យក៏ធ្វើ2គ្រាប់ដែរ ទៅទាំងប្រកួតមុនទៀតចង់ជំនាញមែន បាទនិយាយ Brazil បាទមិញដាក់លូត goal បងប្អូនយើងឥឡូវដកគ្រាប់វិញអញ្ចឹងបាទអញ្ចឹងលទ្ធផលគឺ 1-0 ដែរណាបងប្អូនយើងបាទអញ្ចឹងអូបាទស្ដាយមែនទែនបាទបាញ់មិញឃើញច្អល់មកឃើញបាទហើយស្កបាល់នេះ load goal បាទកំដល់ celebration ឥឡូវការជិះបន្តទៅ Brazil ចុងម៉ោងទិញមកពី Ryan រុញចូលមក Junior កាត់បាល់ថយក្រោយថែមឃ្លៀសបាល់ពីអ្នកចាំទីអូយបាទខ្សែការពារជួយបានហើយបាទអ្នកចាំទីបាទជួយបានមកបាល់ទៀតប៊ីតែនៅមានក្របបាល់ទី2ចុងម៉ោងទៅហើយ 2-0 បងប្អូនយើងវាយ Brazil ទៅកណ្ដាលសង្ឃឹមហើយតែបងប្អូនអ្នករង Brazil អត់សប្បាយចិត្តយូរមើលការលូតតាត់គ្រីចេញវិញពីខ្សែការពាររបស់ម៉ារ៉ុកវិញនេះស៊ូ Junior រុញបាល់ទៅស្រាប់30ទីមកពី Ryan បញ្ជូនជាបន្តទៀត Junior កាត់បាល់ចូលថែមស្រាំពី Matheus Cunha ឃ្លៀសចេញពីខ្សែការពារបុកជាមួយអ្នកចាំទីបាទណែតែឆ្វេងបុកប៊ីបាទសំខាន់បុកឡងចេញណា Brazil គ្រប់គ្រងរុញចោះមកជាបន្តទៀតឡើងពីលើដបូលទុកឡើងពីលើដបូលទុកឃ្លៀសចេញវិញស្លាយពី Matheus Cunha ហើយ pressing ចុងមកពីខាង Brazil ឱកាសកាស៊ីម៉ារ៉ូលើកបាល់ចូលមកឲ្យដល់ចេញតាត់មកក្បាល Goal Vinicius ពីគ្រាប់ម្នាក់ឯងអូយបាទជីវិតបាល់ទាត់របស់ Vinicius នឹងត្រូវចងចាំនៅក្នុងក្រៅបេះដូងប្រជាជន Brazil បាទចាប់ពីពេលនេះតទៅហើយបាទលេចធ្លោខ្លាំងមែនទែន Vinicius 4គ្រាប់បាទ4គ្រាប់នៅក្នុងការប្រកួតបាទវគ្គសន្សំពិន្ទុសុទ្ធបាទគេថាមកប្រកួតស្ទើរតែមួយគ្រាប់ចុចហើយបើយើងនិយាយពីមធ្យមភាពព្រោះថាប្រកួតទី1រកបានមួយគ្រាប់ប្រកួតទី2រកបានមួយគ្រាប់ចូលដល់ប្រកួតនេះបាទសុទ្ធ2គ្រាប់ម្នាក់ឯងយើងមកមើលការលើពីកាស៊ីម៉ារ៉ូបាទហើយក៏ផុតដៃអ្នកចាំទីដល់អត់បានទេនៃការស្លាយការ pressing ចុងម៉ោងបាទគុណភាពពិត Brazil លើកបាល់មកចំហបណ្ដោះស្រាយទេបាទនៅសល់បាទស្កុតម៉ាក់ថូមីណែអត់មែនទេបាទគឺ Peterson មើលរៀងរើមើលសក់គាត់ស្តៀងបាទស្កុតម៉ាក់ថូមីណែដែរបាទនៅសល់បាទគឺគ្មានសល់ទេបាទក្បាលនេះបាទព្រោះថាឈរ free ម្នាក់ឯងដោយ Vini Jr តារាឆ្នាំដែលកាហៅមកពីក្លឹបបាល់ទាត់ Real Madrid 2-0 ចុងម៉ោងឥឡូវទាញទៅជាបន្តចោះបាល់ស្អាតណាស់ឲ្យ Vini Jr ឱកាស hat-trick Vinicius Junior ជួយបានពីអ្នកចាំទី Agoscan អាយយបាទប៊ីតែនឹងគ្មានសល់ទេបាទ Marquinhos ស្រូផ្ទះកាត់បន្តទុកបែរខ្លួនមួយពី Lucas Paqueta ចាក់ជ្រែកមកត្រង់នេះបានបាល់ឲ្យគៀមួយពី Bruno ឲ្យ Cunha ចូល3 without reply Samba Brazil បើការនាំមុខជាបន្តទៅលើក្រុមជម្រើសជាតិ Scotland នៅក្នុងលទ្ធផល 3-0 60 នាទីនៅក្នុងវគ្គទី2 Matheus Cunha 3-0 កីឡាករបាទ Bruno Guimaraes អូយបាទតលាក់មកបាញ់មិញបាទស្អាតមែនទែនណែបងប្អូនយើងមកមើលរូបភាពដល់ទៀតកាចែងត្រង់នេះបាទ Bruno ទាញហើយក៏ញែកបន្តឲ្យ Cunha មួយជើងស្ដាំបាទផ្ដាច់យកតែម្ដងបាទ Matheus Cunha 3-0 បាទ Bruno បាទគៀសមកបាទទាញជ្រែកខ្សែការពារផុតអ្នកចាំទីបាទណែនប៉េះតែម្ដង Matheus Cunha បាទ Junior អូយបាទប៊ីតាហើយបាទប៉ុនពងបាទរកគ្រាប់បាល់បាទ Henry
បាទ Vinicius Junior ប៉ុន្តែត្រូវបានបាទបដិសេធដោយអ្នកចាំទីបាទកីឡាករបាទ Argos Gun អូយបាទ Junior M Ryan មួយ Ryan ស្រូទេ Ryan ដោយ Danilo កាត់ចូល time Vinicius Junior អូយបាទ Junior បាទប៊ីសទៅហើយបាទប៉ុនពងក្នុងការរកគ្រាប់បាល់ hat-trick បាទអញ្ចឹងគ្រាប់បាល់ថ្ងៃនេះគឺបាទ over ទាំងអស់តែម្ដងបាទ4គូ